ព័ត៌មានទី1នេះគឺជាសារមួយពីលោក Casey Burnett លោកជាប្រធានសភាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាហើយលោកបានសរសេរពាក់ព័ន្ធជាមួយនឹងការអនុវត្តរបស់ប្រទេសថៃពាក់ព័ន្ធជាមួយនឹងការបន្តឃុំឃាំងយុទ្ធជនរបស់កម្ពុជាចំនួន18រូបបាទដូច្នេះខ្ញុំសូមសង្ខេបសូមអានជូននៅអ្វីដែលលោក Casey បានសរសេរនៅថ្ងៃនេះមុននេះប្រហែលជាខ្ទង់មកដល់2ម៉ោងទេលោក Casey បានសរសេរថាប្រទេសថៃកំពុងរំលោភអនុសញ្ញាហ្សឺណែវដោយកាន់កាប់អ្នកទោសសង្គ្រាមកម្ពុជាចំនួន18នាក់បន្ទាប់ពីការបញ្ចប់សកម្មភាពប្រយុទ្ធមាត្រា118នៃអនុសញ្ញាហ្សឺណែវលើកទី3មានចែងថាអ្នកទោសសង្គ្រាមទៅតែបានដោះលែងនិងបញ្ជូនត្រឡប់ទៅប្រទេសរបស់ខ្លួនវិញដោយមិនមានការពន្យាពេលបន្ទាប់ពីការឈប់ប្រយុទ្ធយ៉ាងសកម្មនាយករដ្ឋមន្ត្រីថៃលោកអនុทิនកំពុងប្រើប្រាស់អ្នកទោសសង្គ្រាមទាំងនេះជាឧបករណ៍សង្កត់សង្កិនដើម្បីសម្រេចគោលបំណងមួយចំនួនដែលនឹងកើតឡើងឆ្ងាយបន្ទាប់ពីបញ្ចប់សកម្មភាពប្រយុទ្ធដែលជាការរំលោភអនុសញ្ញាហ្សឺណែវដោយចេតនានាយករដ្ឋមន្ត្រីថៃបាននិយាយថាការដោះលែងអ្នកទោសសង្គ្រាមនឹងគឺអាស្រ័យលើកម្ពុជាដកកងទ័ពចេញដោះមីនបង្ក្រាបប្រតិបត្តិការលួចបន្លំតាមអ៊ីនធឺណិតនិងរៀបចំដាក់និងអនុញ្ញាតឲ្យប្រជាពលរដ្ឋនិងរៀបចំលំនៅឋានឡើងវិញសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលគាត់អះអាងថាកំពុងរំលោភចូលលើទឹកដីថៃហើយលោក Casey បានបន្ថែមទៀតថានាយករដ្ឋមន្ត្រីថៃក៏បានរួមគ្នាជាមួយនឹងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសថៃគឺលោកឧត្តមសេនីយ៍ណផានិកដែលគ្រប់គ្រងគោលនយោបាយនេះដោយថ្លែងថាលក្ខខណ្ឌក្នុងការដោះលែងអ្នកទោសសង្គ្រាមកម្ពុជាអាស្រ័យលើបញ្ហាដូចជាការអនុវត្តច្បាប់ប្រឆាំងនឹងជនឆបោកតាមអនឡាញនិងការគ្រប់គ្រងតាមព្រំដែននាយករដ្ឋមន្ត្រីថៃអនុทิនបានទាមទារឲ្យបញ្ចប់សកម្មភាពលួចបន្លំឆបោកប៉ុន្តែគាត់បានបញ្ឆោតសហរដ្ឋអាមេរិកនិងកម្ពុជានៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី26ខែតុលាមាត្រា5នៃចំណុចទី5នៃកិច្ចព្រមព្រៀងនេះមានចែងថាជាការបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃក្នុងការលើកកម្ពស់ការជឿជាក់និងទំនុកចិត្តគ្នារវាងប្រទេសគ្នាគឺប្រទេសថៃទៅតែដោះលែងអ្នកទោសសង្គ្រាមដោយឲ្យបានឆាប់រហ័សឥឡូវនេះមានរយៈពេលជាង1ខែទៅហើយមកអ្នកទោសសង្គ្រាមចំនួន18នាក់នោះនៅតែត្រូវបានឃុំឃាំងដោយបង្ខំនេះគឺជាការបន្លំបោកប្រាស់បាទនេះគឺជាការសរសេរជាភាសាខ្មែររបស់លោក Casey ណាខ្ញុំសូមអានតាមភាសាខ្មែរដែលលោកបានបង្ហោះដោយកែសម្រួលខ្លះៗបន្តិចតួចដែរតាមភាសាខ្មែរដែលលោកបានបង្ហោះបាទនេះគឺជាអ្វីដែលលោក Casey បានលើកឡើងនេះតែជារឿងមួយសំខាន់ណាពីព្រោះអីលោកធ្វើការងារជាមួយនឹងខាងសហរដ្ឋអាមេរិកហើយលោកធ្វើការងារជាមួយនឹងប្រទេសកម្ពុជាតែជាស្ពានរវាងប្រទេសទាំងពីរហើយលោកបានបង្ហាញចំហបែបនេះគឺមានផលប៉ះពាល់ណាមានផលប៉ះពាល់ទៅលើការសម្រេចចិត្តនានារបស់សហរដ្ឋអាមេរិកផងដែរដោយដែលខ្ញុំបានជម្រាបប្រិយមិត្តចឹងហើយគឺការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក៏ត្រូវការប្រមូលព័ត៌មានពីនៅអ្នកដែលនៅមូលដ្ឋានហ្នឹងដែរទូយ៉ាងដូចជាមានពីស្ថានទូតរបស់សហរដ្ឋអាមេរិកនៅកម្ពុជាស្ថានទូតសហរដ្ឋអាមេរិកនៅខាងប្រទេសថៃហើយនឹងដូចជាសកម្មអ្នកសំខាន់មួយចំនួនដូចជាលោក Casey នឹងជាដើមក៏មានការចូលរួមផ្ដល់ជាមតិទៅដល់ខាងសហរដ្ឋអាមេរិកផងដែរអញ្ចឹងគឺខ្ញុំឃើញប្រិយមិត្តមួយចំនួនបានចូលទៅ comment អរគុណគាត់បើចូលទៅ Facebook របស់ខ្ញុំដាក់ឈ្មោះពេលដែលខ្ញុំសរសេរឈ្មោះគាត់ហ្នឹងខ្ញុំដាក់ដំណរនៅក្នុងហ្នឹងគឺអាចចុចលើឈ្មោះគាត់ហ្នឹងទៅដល់ Facebook របស់គាត់ដើម្បីថ្លែងអំណរគុណគាត់ផងដែរព្រោះគាត់ខិតខំប្រឹងប្រែងច្រើនណាស់ជួយប្រទេសកម្ពុជាដូចខ្ញុំធ្លាប់បានជម្រាបហើយខ្ញុំស្គាល់លោក Casey តាំងពីខ្ញុំនៅធ្វើការនៅ UN ពេលហ្នឹងយើងអញ្ជើញគាត់កាលនោះមកចាំដល់គាត់ Camp Ad ហ្នឹងគឺបរៀនតែភាសាអង់គ្លេសទេកាលហ្នឹងបរៀនតែភាសាអង់គ្លេសទេហើយយើងបានអញ្ជើញគាត់មកឲ្យបង្រៀនបុគ្គលិករបស់អង្គការសហប្រជាជាតិមួយចំនួនដែលនៅមិនទាន់មានភាសាអង់គ្លេសល្អឲ្យបានសុក្រិតថែមទៀតពីព្រោះជំនាន់នោះ
គឺនៅក្នុងប្រទេសកម្ពុជាតាមបណ្ដាប្រទេសនានាគឺ UN តម្រូវឲ្យប្រឡងជាពិសេសទៅជំនួយការឡើងទៅគេឲ្យប្រឡងភាសាអង់គ្លេសហ្នឹង English proficiency ហ្នឹងឲ្យបានគ្រប់គ្នាទាំងអស់អញ្ចឹងដើម្បីជួយអ្នកទាំងអស់នោះឲ្យបានប្រឡងជាប់យើងក៏រៀបចំបង្រៀនភាសាអង់គ្លេសហើយអញ្ជើញលោក Casey មកបង្រៀននៅកន្លែងនោះផងដែរអញ្ចឹងណាបាទស្គាល់គាត់តាំងពីយូរហើយឥឡូវនេះគាត់បានធ្វើកិច្ចការច្រើនសម្រាប់ប្រទេសកម្ពុជាបាទនេះគឺជាព័ត៌មានទី1ហើយមានបន្ថែមសារបានបន្តិចព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់ខាង Bloomberg ហើយ MSN ដែលយកមកផ្សាយបន្តផងដែរគឺ Bloomberg ក៏ដាក់ចំណងជើងគាត់ថាប្រទេសចិនទាមទារឲ្យម៉ាឡេស៊ីនិងកម្ពុជាពន្យល់ឲ្យច្បាស់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកដោយឡែកវិញគឺខាង MSN វិញគាត់សរសេរចំណងជើងផ្សេងគាត់ថាប្រទេសចិនព្រមានម៉ាឡេស៊ីនិងកម្ពុជាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកដោយបានលើកឡើងអំពីការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរនេះគឺជាសេចក្តីរាយការណ៍របស់ MSN អញ្ចឹងខ្ញុំសូមដកស្រង់ពី MSN មកជម្រាបជូនប្រិមិត្តសេចក្តីរាយការណ៍នេះគឺចេញនៅថ្ងៃទី28ខែវិច្ឆិកានេះនៅថ្ងៃនេះមុននេះបន្តិចណាបាទបើតាម MSN បានរាយការណ៍ថាប្រទេសចិនបានចេញសេចក្តីថ្កោលទោសដោយផ្ទាល់ទៅកាន់ប្រទេសម៉ាឡេស៊ីនិងកម្ពុជាដោយបានដាក់ពាក្យតវ៉ាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីដែលប្រទេសទាំងពីរបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកកាលពីខែមុនចំណាត់ការនេះបង្ហាញពីការមិនអត់ឱនកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំងចំពោះកិច្ចព្រមព្រៀងដែលភ្ជាប់ប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរទៅនឹងរបៀបវារៈសន្តិសុខជាតិរបស់ទីក្រុង Washington ដោយដាក់តំបន់នេះនៅចំណុចកណ្ដាលនៃការប្រកួតប្រជែងដ៏ខ្លាំងក្លារបស់មហាអំណាចនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ស្ថានភាពនេះបង្ហាញពីចំណុចដ៏រសើបដ៏តឹងរ៉ឹងដែលប្រទេសទាំងពីរត្រូវដើរប្រទេសចិននៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយប៉ុន្តែការគម្រាមកំហែងនៃពន្ធគយពីសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump បានបង្ខំឲ្យប្រទេសជាច្រើនធ្វើសម្បទានពាណិជ្ជកម្មនិងសន្តិសុខកាន់តែច្រើនដល់ទីក្រុង Washington កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាច្រើនដែលបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចថ្មីៗរបស់លោក Trump នៅទ្វីបអាស៊ីដែលក៏រួមបញ្ចូលទាំងមានកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាមនិងថៃផងដែរជាថ្នូរនឹងការបដិញ្ញាចិត្តផ្នែកសន្តិសុខប្រទេសម៉ាឡេស៊ីនឹងទទួលបានសិទ្ធិសម្រាប់ទំនិញនិងសេវាកម្មរបស់ខ្លួនមួយចំនួនរួមទាំងការលើកលែងបន្ថែមទៀតពីពន្ធគយបដិការចំនួន 19% របស់លោកត្រាំលើទំនិញមួយចំនួនជាថ្នូរវិញប្រទេសកម្ពុជានឹងលុបចោលពន្ធគយទាំងអស់លើផលិតផលម្ហូបអាហារកសិកម្មនិងឧស្សាហកម្មរបស់សហរដ្ឋអាមេរិកជាថ្នូរនឹងការលើកលែងស្រដៀងគ្នានេះដែរនេះគឺជាសេចក្តីរាយការណ៍របស់ MSN ណាហើយបើតាមសេចក្តីរាយការណ៍របស់ខាងសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាគឺក្រសួងព័ត៌មានរបស់កម្ពុជាបានរាយការណ៍នៅថ្ងៃនេះឲ្យដឹងថាលោកស៊ុនចិនថុលដែលជាអនុប្រធានទី1នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាក៏កំពុងតែធ្វើការចរចាជាមួយនឹងសហរដ្ឋអាមេរិកបន្ថែមទៀតចង់ឲ្យលើកលែងពន្ធគយទៅលើទំនិញមួយចំនួនដែរទំនិញដូចជាវិញ្ញាណភ័ណ្ឌហ្នឹងលោកបានលើកឡើងថាមានផលិតផលមួយចំនួនដែលកម្ពុជាផលិតហើយនៅសហរដ្ឋអាមេរិកមិនមានដែលកម្ពុជានាំទៅដូច្នេះវាស័ក្តិសមវាត្រូវគ្នាជាមួយនឹងនិយមន័យរបស់សហរដ្ឋអាមេរិកថាបើសិនជាទំនិញណាដែលសហរដ្ឋអាមេរិកមិនមានហើយនាំចូលគឺរួចពន្ធអញ្ចឹងដូច្នេះកម្ពុជាក៏កំពុងតែចរចាទៅលើបញ្ហានេះផងដែរបាទប៉ុន្តែអ្វីដែលជាចំណុចសំខាន់នៅក្នុងសាច់រឿងនេះគឺមិនមែនជារឿងពន្ធគយទាបឬក៏ច្រើនសម្រាប់កម្ពុជានោះទេគឺជារឿងដែលចិនមិនពេញចិត្តនឹងកម្ពុជាដែលសម្រាប់បានពន្ធគយល្អហើយនឹងម៉ាឡេស៊ីដែលសម្រាប់បានពន្ធគយល្អក្នុងគណៈពេលប្រទេសដទៃទៀតគឺមិនទាន់បានចុះហត្ថលេខាផ្លូវការដូច្នេះទេគ្រាន់តែជាថាក្របខ័ណ្ឌតែកម្ពុជាគឺជាផ្លូវការតែម្ដងម៉ាឡេស៊ីក៏អញ្ចឹងដែរអញ្ចឹងហើយបានធ្វើឲ្យប្រទេសចិនមានការអន់ចិត្តព្រោះចិននៅតែខ្ពស់នៅឡើយជាង 30% បាទនេះគឺជាការវិវត្តមួយណាបើសិនជាមានការវិវត្តយ៉ាងណាទៀតខ្ញុំនឹងជម្រាបជូនប្រិមិត្តហើយនៅល្ងាចនេះខ្ញុំនឹងធ្វើអត្ថបទមួយ
ជាវីដេអូឲ្យប្រិយមិត្តបានមើលពាក់ព័ន្ធជាមួយនឹងការខិតខំប្រឹងប្រែងបន្ថែមទៀតរបស់កម្ពុជានេះហើយក៏ដូចជាការដែលអ្នកវិភាគរបស់ថៃដាក់សម្ពាធទៅលើរដ្ឋាភិបាលរបស់លោកអនុทินឲ្យធ្វើយ៉ាងណាចរចាពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកឲ្យបានល្អប្រសើរព័ត៌មានទី3នេះគឺពាក់ព័ន្ធជាមួយនឹងស្ថានភាពទឹកជំនន់នៅក្នុងប្រទេសថៃឥឡូវនេះគឺជាសេចក្តីរាយការណ៍របស់កាសែតខាង Khawsod ភាសាអង់គ្លេសក៏ប៉ុន្តែសារព័ត៌មានផ្សេងៗទៀតក៏បានផ្សាយដែរខ្ញុំដកស្រង់ Khawsod នេះដោយសារតែ Khawsod ក៏មានដំណឹងក្តៅទើបតែចេញផ្សាយមុននេះបន្តិចប្រហែលជា1ម៉ោងមុននេះគឺពាក់ព័ន្ធនឹងការដែលលោកអនុทิน ឆាន់វីរគុលនាយករដ្ឋមន្ត្រីនៃប្រទេសថៃបានទទួលស្គាល់កំហុសក្នុងការដោះស្រាយបញ្ហាទឹកជំនន់និងសំទោសជាសាធារណៈដល់មហាជនរបស់គាត់បាទគឺគាត់ថ្លែងបែបនេះនៅក្នុងពេលដែលគាត់ទៅដល់ការជំរុំបណ្ដោះអាសន្នដែលរៀបចំឡើងសម្រាប់ប្រជាពលរដ្ឋដែលរត់មកគេចពីទឹកជំនន់នៅឯសាកលវិទ្យាល័យមួយនៅក្នុងខេត្តសង្ខឡាស្រុកហាត់យ៉ៃហើយនៅពេលនោះគឺលោកអនុทินបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំឡុងពេលដែលលោកទៅពិនិត្យមើលផលប៉ះពាល់ដោយទឹកជំនន់នោះពេលនោះអ្នកសារព័ត៌មានបានសួរសំណួរច្រើនក្នុងនោះមានសំណួរអំពីសាកសពអ្នកស្រុកដែលជាអ្នកកាន់សាសនាអ៊ីស្លាមដែលបានស្លាប់នោះតើរដ្ឋាភិបាលនឹងត្រូវដោះស្រាយយ៉ាងណាលោកអនុทินបានថ្លែងថាគឺត្រូវតែពន្លឿនដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណនៃអ្នកដែលស្លាប់បាត់បង់ជីវិតនោះថាតើឈ្មោះអ្វីសញ្ញាណនៅឯណាដើម្បីរកឲ្យឃើញដើម្បីប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យទានតាមប្រពៃណីហើយលោកក៏បាននិយាយថាលោកទទួលបានដំណឹងថាចំនួនសាកសពមានជាង100នាក់ហើយបាទនេះឥឡូវនេះគឺជាស្ថានភាពបច្ចុប្បន្នភាពចុងក្រោយគឺលោកអនុทินមានប្រសាសន៍ដោយខ្លួនឯងតែម្ដងថាមានជាង100នាក់អ្នកដែលស្លាប់ដោយសារទឹកជំនន់ប៉ុន្តែមិនទាន់ដឹងថា100ប៉ុន្មានទេហើយលោកបន្ថែមថាមន្ត្រីអ្នកជំនាញខាងធ្វើកុសលវិច័យនឹងជាង20នាក់បានទៅដល់កន្លែងកើតហេតុដែលមានសាកសពនឹងហើយអាចនឹងបញ្ជូនបន្ថែមទៀតចំនួន40នាក់ដើម្បីយកទៅធ្វើការនៅតំបន់ដែលរងផលប៉ះពាល់ពីព្រោះសេចក្តីរាយការណ៍នានាបានឲ្យដឹងថានៅខេត្តសង្ខឡាទឹកចាប់ផ្ដើមស្រកជាបណ្ដានៅទីក្រុងហាត់យ៉ៃគឺបានប្រជាពលរដ្ឋអាចទៅលំនៅឋានវិញដើម្បីបោសសម្អាតលាងផ្ទះរបស់ខ្លួនប៉ុន្តែនៅខេត្តផ្សេងទៀតគឺនៅទឹកនៅមានស្ថានភាពគ្រោះថ្នាក់ហើយកន្លែងខ្លះថែមទាំងបន្តកើតឡើងផងដែរនៅពេលដែលអ្នកសារព័ត៌មានបានសួរលោកអនុทินថាតើទៅដោះស្រាយយ៉ាងម៉េចចំពោះការរិះគន់ពីអ្នកស្រុកក្នុងអំឡុងពេលទស្សនកិច្ចនេះលោកបានមានប្រសាសន៍ថាការដែលប្រជាពលរដ្ឋខឹងសម្បានឹងវាជារឿងមួយសំស្របហើយពីព្រោះអីអ្នកណាក៏មានអារម្មណ៍តានតឹកដែរពេលដែលជួបស្ថានភាពបែបនេះគឺលោកអនុញ្ញាតឲ្យគេបញ្ចេញមតិដើម្បីយកជាព័ត៌មានសម្រាប់ការកែលម្អការបម្រើសេវាហើយលោកក៏បានបញ្ជាក់ថាលោកក៏បានសុំទោសរួចហើយទៅដល់អ្នកទាំងអស់នោះហើយគឺថាអ្វីដែលទាំងអស់នោះគឺជារដ្ឋាភិបាលខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះហើយលោកបាននិយាយថាគឺការយកប្រជាពលរដ្ឋមកដាក់នៅទីនេះនោះគឺជាការខុសឆ្គងមួយដែលរៀបចំមិនបានល្អរួចទៅហើយដូច្នេះគិតថាมันមានអ្វីដែលអាក្រក់ជាងនេះតទៅទៀតនោះទេហើយលោកអនុทินបានបញ្ជាក់ថាលោកក៏មានអារម្មណ៍តានតឹងដែរឃើញប្រជាពលរដ្ឋរងទុក្ខវេទនាបែបនេះដោយសារតែគ្រោះធម្មជាតិហើយគាត់ក៏ដូចជាអ្នករងគ្រោះដោយផ្ទាល់ដែរគឺមានអារម្មណ៍លំបាកហើយដូច្នេះអ្វីដែលអាចធ្វើបានគឺមានតែស្វែងរកវិធីជាបន្ទាន់ដើម្បីជួយនិងស្ដារសុខភាពឬក៏ស្ដារសេដ្ឋកិច្ចរបស់អ្នកទាំងអស់នោះឡើងវិញហើយលោកបានបន្ថែមថាមួយសប្តាហ៍ក្រោយមូលនិធិសង្គ្រោះនិងសំណងនឹងទៅដល់ប្រជាពលរដ្ឋហើយលោកអនុทินបានសួរថាតើឲ្យមន្ត្រីដើម្បីពិនិត្យមើលថាតើស្បៀងអាហារដែលផ្ដល់ទៅដល់ប្រជាពលរដ្ឋទាំងអស់នោះតើគ្រប់គ្រាន់ឬទេហើយអ្នកមួយចំនួនមន្ត្រីមួយចំនួនបានរាយការណ៍ប្រាប់នាយករដ្ឋមន្ត្រីថាស្បៀងអាហារគ្រប់គ្រាន់ហើយប្រជាពលរដ្ឋដែលភៀសខ្លួនមួយចំនួនក៏បានត្រឡប់ទៅលំនៅឋានវិញដែរជាអតិភិបគឺថៃនឹងត្រូវស្ដារអគ្គិសនីឡើងវិញឲ្យបានឆាប់រហ័សមុនពេលដែលពួកគេចាក់ចេញពីកន្លែងមជ្ឈមណ្ឌលសម្រាប់នេះទៅលំនៅឋានវិញហើយនៅសប្តាហ៍ក្រោយគឺប្រាក់សំណងចំនួន2លានបាតនឹង
ធ្វើឡើងសម្រាប់អ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងម្នាក់ហើយនេះជាគោលនយោបាយដែលរដ្ឋាភិបាលថៃនឹងផ្ដល់ជូនដល់ជនរងគ្រោះទាំងអស់នោះបាទនេះគឺជាព័ត៌មានទី3ណាដែលខ្ញុំរៀបចំជូនប្រិយមិត្តទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងស្ថានភាពទឹកជំនន់នៅក្នុងប្រទេសថៃហើយនឹងចំណាត់ការរបស់រដ្ឋាភិបាលលោកអនុทิន ឆាន់វីរ៉ាកុល